ដើម្បីឲ្យស្របទៅតាមដំណើរការវិវត្តនៃសង្គមនាពេលបច្ចុប្បន្នផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយនិងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃបានរៀបចំនិងដាក់ឲ្យដំណើរការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្តការស្នើសុំសេវាតាមប្រព័ន្ធអនឡាញនេះប្រព្រឹត្តទៅតាមរយៈដំណភ្ជាប់ online.owso.gov.kh ក្រសួងមហាផ្ទៃបានដាក់ឲ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំនិងផ្ដល់សេវាតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលទី1រាជធានីខេត្តចំនួន12គោលដៅនៅលើប្រភេទសេវាចំនួន117ក្នុងវិស័យចំនួន4និងនៅកាឡៃច្រកចេញចូលទី1ក្រុងស្រុកខណ្ឌចំនួន60គោលដៅលើប្រភេទសេវាចំនួន4ក្នុងវិស័យចំនួន3ពិតណាស់ថាការដាក់ឲ្យដំណើរការនៅសេវាតាមប្រព័ន្ធអនឡាញគឺពិតជាមានអត្ថប្រយោជន៍ច្រើនសម្រាប់មន្ត្រីរដ្ឋបាលខេត្តក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាអតិថិជនការចំណេញពេលវេលាគឺត្រង់ថាគឺមិនចាំបាច់ចំណាយពេលវេលាច្រើនចំណេញសេដ្ឋកិច្ចគឺចាំបាច់ចំណាយលុយកាក់ក្នុងការធ្វើដំណើរទៅមកញឹកញាប់បើយើងជួបធ្វើការតាមប្រព័ន្ធអនឡាញតែទាំងមន្ត្រីនិងអតិថិជនគឺមិនចាំបាច់ជួបមុខគ្នាទេអញ្ចឹងយើងក៏កាត់បន្ថយបាននៅហានិភ័យផ្សេងដោយមិនបារម្ភថាកែដូមានសំណុកមានសុខប៉ាន់អីផ្សេងមួយទៀតគឺថាមានភាពចំណេញខាងការពិនិត្យទាញយកឯកសារពីក្នុងប្រព័ន្ធដើម្បីទៅប្រើប្រាស់ផ្សេងជាការពិតណាស់ចំពោះការផ្ដល់សេវារដ្ឋបាលតាមយន្តការក៏ដូចជាតាមរយៈអង្គភាពច្រកចេញចូលទៅមួយរបស់រដ្ឋបាលខេត្តជាពិសេសគឺសេវារដ្ឋបាលអនឡាញនេះគឺពិតជាមានសារៈសំខាន់មានទី1អ្នកសុំសេវាគាត់អាចបានដឹងមុនទទួលបាននូវព័ត៌មានមុនតាមរយៈការឆែកនៅក្នុងប្រព័ន្ធបាទឆែកក្នុងប្រព័ន្ធព័ត៌មានវិទ្យាតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិកម្មទី2អ្នកសុំសេវាក៏ចំណេញពេលវេលាបាទក្នុងការធ្វើដំណើរក៏ដូចជាការចំណេញថវិកាក៏ដូចជាកាត់បន្ថយធ្វើដំណើរមកសុំសេវាទី3លុបបំបត្តិបាននៅអំពើពុករលួយអ្នកផ្ដល់សេវាហើយនិងអ្នកសុំសេវានេះគឺមិនជួបមុខគ្នាទេគឺការសុំសេវាតាមរយៈតែប្រព័ន្ធបាទតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាបាទគ្រាន់តែមានតែ smartphone ឬក៏ computer គឺអាចធ្វើការសុំសេវានេះបានដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជាបរិបទទាំងអស់ថាសូមបន្តនៅក្នុងការចូលរួមហើយបង្កើននៅក្នុងការមកស្នើសុំសេវាអនឡាញនេះដែលបានច្រើនដើម្បីផ្ដល់នូវភាពងាយស្រួលភាពចំណេញហើយនឹងការទទួលបានអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាលបានដាក់ចេញជាគោលការណ៍ឲ្យអនុវត្តអញ្ចឹងពីមុនពេលដែលយើងអត់មានសេវាអនឡាញប្រជាពលរដ្ឋក៏ត្រូវចំណាយពេលវេលានិងថវិកាធ្វើដំណើរមករដ្ឋបាលរាជធានីភ្នំពេញគាត់ត្រូវផ្អាកពេលវេលាធ្វើអាជីវកម្មរបស់គាត់ឬពេលខ្លះទៀតសុំច្បាប់ពីការងារដើម្បីធ្វើដំណើរមកដល់ទីតាំងចាប់លេខរងចាំតាមលំដាប់លំដោយដើម្បីទទួលសេវាអញ្ចឹងហើយប្រើពេលវេលាច្រើនហើយអស់នៅថវិកាធ្វើដំណើរទៀតក្រោយពីមានសេវាអនឡាញប្រជាពលរដ្ឋគឺអាចស្នើសុំពីកន្លែងណាក៏បានពេលណាក៏បានម៉ោងណាក៏បានក្រៅពីម៉ោងរដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញទៀតទោះបីជាចំថ្ងៃបុណ្យឬក៏ថ្ងៃចុងសប្តាហ៍ក៏ដោយបានថាបន្ទាប់ពីខាងយើងខ្ញុំបាន apply ក្នុងការប្រើសេវាអនឡាញយើងឃើញថាមានប្រសិទ្ធភាពល្អលឿនរហ័សទាន់ចិត្តមានន័យថាសម្រួលដល់បញ្ហាក្នុងការធ្វើដំណើរទៅដោយមិនចាំបាច់ទៅដោយផ្ទាល់ហើយយើងអាចធ្វើការ submit បានលឿនហើយអាចដឹងនិងឆែកព័ត៌មានតាមរយៈ status នៅក្នុង website របស់ខាងសាលារាជធានីភ្នំពេញនិងក្រសួងមហាផ្ទៃដូចគ្នាដែរចំពោះទស្សនវិស័យទៅថ្ងៃអនាគតគឺក្រសួងមហាផ្ទៃនឹងបន្តធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលទៅមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសការពង្រីកនិងអភិវឌ្ឍប្រព័ន្ធស្នើសុំសេវាអនឡាញនៅគ្រប់រាជធានីខេត្តទាំង25និងរដ្ឋបាលក្រុងស្រុកទាំង210ជាមួយគ្នានេះក្រសួងមហាផ្ទៃនឹងអភិវឌ្ឍឲ្យមានប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅគ្រប់ឃុំសង្កាត់ផងដែរ
ដើម្បីឲ្យជីវរដ្ឋអាចស្នើសុំសេវាបានកាន់តែងាយស្រួលនៅថ្នាក់មូលដ្ឋានទាល់តែម្ដង